បាទសួស្តីបងប្អូនសម្រាប់បងប្អូនដែលមានបញ្ហាជាមួយនឹងឆ្នាំងមុតស្ទះទឹកដែលជានេះកើតមួយហេតុនេះហើយវាមានខ្ចៅមួយក្រាមគឺបងគ្រាន់តែដោះតែខ្ចៅវាមួយក្រាមនេះមកយើងក៏ដោះខ្ចៅវាមួយក្រាមនេះដើម្បីយើងសម្អាតដីវាចេញបាទឥឡូវនេះយើងចាប់ផ្ដើមដោះខ្ចៅនេះសារខ្ញុំប្រើដៃមកជារៀងគឺរៀងបាក់តោះមកយើងឆ្កឹះបាតនេះចឹងណាបងឃើញណាទូកើតទៅមានស្ទះដីស្ទះអីនៅកន្លែងហ្នឹងអញ្ចឹងយើងមកបងគ្រាន់សម្អាតរត់នេះស្អាតមកនេះរត់នេះយើងយកឆ្កឹះសម្អាតវាស្វានស្អាតមកបានបងបើយើងមានដៃយើងរកវាចឹងមកឲ្យចេញដីអស់ហើយខាងនេះគឺយើងកោសវាស្អាតណាស់កោសវាស្អាតណាស់នេះបងហើយបន្តមកនេះបងត្រូវដោះអាលានេះមួយទៀតដល់ពេលដែលយើងដោះយើងដោះវាចឹងណាដល់មកយើងចៅវាចឹងយកចេញយកមកហើយតោះមកនេះយើងយកខ្យល់បងនេះបងទៅចិត្តកន្លែងជាម៉ូតូឲ្យគេបាញ់ខ្យល់ឲ្យតិចទៅបាញ់ខ្យល់សម្អាតបាតនឹងឲ្យស្អាតមកដើម្បីឲ្យវាចេញទឹកសម្អាតទឹកស្រួលនេះបាតវាបន្ទាប់ពីយើងបាញ់ខ្យល់ហើយសម្អាតវាហើយតោះមកយើងចាប់ផ្ដើមរៀបគ្រឿងវាចូលមកគឺស្រួលវានេះយើងដាក់ចូលយ៉ាងណាយើងដាក់ចូលយ៉ាងមកយើងដាក់ចូលស្មើយ៉ាងណាស្រួលវាយកទឹកមកវាយើងដាក់ចូលយ៉ាងណាយើងចាប់បាតវាចូលវិញនេះបន្ទាប់ពីយើងសម្អាតបាតវាហើយឥឡូវយើងចាប់តាមតែភ្លើងនេះយើងអាចស្រីមដែរវាត្រូវតែក្រៅខ្លាំងបាទទៅវាមកស្បាទៅ